ចាបងប្អូនទាំងអស់គ្នាណាសម្រាប់ប្រភេទផ្ទះក្បឿងនេះនាងខ្ញុំសូមបញ្ជាក់ជូនតកតងជាមួយនឹងទំហំដីនិងទំហំផ្ទះចាសម្រាប់ប្រភេទដីគឺ10បណ្ដោយ19ហើយសម្រាប់សាច់ផ្ទះគឺ8ម៉ែត្របណ្ដោយ10ម៉ែត្រកន្លះចាប្រភេទផ្ទះនេះគឺមានបន្ទប់គេង4បន្ទប់ទឹក5ចាហើយសម្រាប់ទិដ្ឋភាពនៅខាងក្នុងបារីគឺមានការសាងសង់បានច្រើនខ្លាំងមែនទែនចាតកតងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវលូប្រព័ន្ធលូចាប្រព័ន្ធភ្លើងអីគឺចាប់ផ្ដើមតភ្ជាប់បដាហើយចាដូចនៅខាងមុខនេះខ្ញុំនេះគឺជាផ្សារចាផ្សារហ្នឹងដូចជាផ្សារ TK អញ្ចឹងចាហើយក៏មាន showroom ចានៅខាងក្នុងហ្នឹងផងដែរដើម្បីឲ្យពុកម៉ែបងប្អូនបានអញ្ជើញមកមើលគម្រោងបារីចាគឺយើងអាចចូលមកទស្សនានៅខាងក្នុង showroom យើងផងដែរចាអញ្ចឹងឥឡូវនេះខ្ញុំបង្វែរមកមើលផ្ទះយើងវិញចាសម្រាប់ប្រភេទផ្ទះនេះចាគឺមានការ free ជូនជាមួយនៅរបងជុំវិញតែម្ដងចាហើយជាពិសេសគឺមានការក្រាលកាឡាខាងមុខនេះគឺមកស្អាតតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាណាចាសម្រាប់បរិវេណខាងមុខបើយើងគិតដល់ចំណុចខាងក្នុងតែម្ដងចាគឺមានប្រវែងរហូតដល់ជាង10ម៉ែត្រឯណោះចាគឺធំខ្លាំងមែនតើចាសម្រាប់អតិថិជនគាត់មានឡានប្រភេទឡានធំគឺអាចចូលនៅខាងក្នុងដល់ផុតតែម្ដងចាអត់ភ័យខ្លាចដល់សារកតុយណាចាបើប្រភេទឡានប្រុសវិញគឺបានរហូតដល់2គ្រឿងចាហើយរួមជាមួយនឹងការ free ជូនចាជាសួនច្បារនៅចំចំហៀងខាងនេះមួយទៀតចាសម្រាប់សួនច្បារនេះចាក៏មានជាការដាំដើមឈើឲ្យពុកម៉ែបងប្អូនមកដើមផងដែរចាដើម្បីឲ្យពេលដែលដើមឈើនេះកាន់តែរីកលូតលាស់ធំចាគឺមានការមលុបចាមលុបនៅខាងមុខផ្ទះរបស់យើងគឺស្រស់ស្អាតខ្លាំងមែនតើពុកម៉ែណាចាហើយប្រភេទផ្ទះនេះចាគឺមានការសល់ស្ពេះចំហៀងសងខាងនេះគឺ1ម៉ែត្រតែម្ដងចាស្អាតខ្លាំងមែនតើពុកម៉ែចាតោះឥឡូវយើងចូលទៅមើលខាងក្នុងតែម្ដងថាតើនៅខាងក្នុងមានការរៀបចំខាងក្នុងនឹងអីគេខ្លះណោះចាតោះឥឡូវយើងចូលមើលខាងក្នុងអូខេចាឥឡូវចូលមកដល់ខាងក្នុងបងប្អូនណាចានេះកុំភ្លេចជួយ like share ម្នាក់មួយចាបើសិនជាពុកម៉ែបងប្អូនបានទស្សនាមើលតាម channel YouTube របស់នាងខ្ញុំកុំភ្លេចជួយ subscribe channel YouTube នាងខ្ញុំម្នាក់មួយផងណាចាអញ្ចឹងចូលមកដល់ខាងក្នុងគឺពុកម៉ែបងប្អូនអាចរៀបចំជាសាឡុងបន្ទប់ទទួលភ្ញៀវបានចាធំទលាយស្អាតតែម្ដងចាហើយអមជាមួយនឹងការបំពាក់អំពូលភ្លើងស្រស់ស្អាតតែម្ដងចាអញ្ចឹងរួចរាល់ណាសម្រាប់អតិថិជនដែលចង់បានប្រភេទផ្ទះវិឡាតូលខ្នាតធំនេះ4កន្ទប់គេង5កន្ទប់ទឹកណាសម្រាប់អតិថិជនដែលមានសមាជិកច្រើនចាអាចរួចរាល់មកមើលទីតាំងបានចានៅខាងក្រោយផ្សារអង្គស្នួរយើងទេចានៅតាមបណ្ដោយផ្លូវជាតិលេខ4យើងនេះចាបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍អាចរួចរាល់មកមើលប្រភេទផ្ទះនេះទីតាំងល្អៗនៅមានតិចចារួចរាល់ណាចាអញ្ចឹងសម្រាប់បរិវេណខាងក្រោមនេះពុកម៉ែបងប្អូនអាចរៀបចំជាបន្ទប់ទទួលភ្ញៀវដូចនៅផ្ទះគំរូដែលនេះខ្ញុំបានបង្ហាញនេះអញ្ចឹងចាហើយជាពិសេសចានៅខាងក្រោមគឺមានបន្ទប់គេងនិងបន្ទប់ទឹកនៅខាងក្រោមនេះមួយបន្ទប់ទៀតចាអញ្ចឹងធ្វើឲ្យពុកម៉ែបងប្អូនដែលគាត់មានសមាជិកចាស់អីចឹងណាចាគាត់ចង់សម្រាប់នៅខាងក្រោមនេះគាត់អត់ចង់ឡើងចដាលពិបាកចាអាចជ្រើសរើសបន្ទប់នៅខាងក្រោមបានចាហើយសម្រាប់ខាងនេះគឺជាបន្ទប់ទទួលភ្ញៀវចាបន្ទប់ទឹកណាបន្ទប់ទឹកសម្រាប់ទទួលភ្ញៀវចាសម្រាប់អតិថិជនដែលគាត់ចាមានភ្ញៀវអីមកលេងអីគាត់អាចប្រើប្រាស់បន្ទប់នឹងបានតែម្ដងចាតោះឥឡូវនេះខ្ញុំចូលទៅមើលបន្ទប់គេងនេះសិនចាអញ្ចឹងសម្រាប់បន្ទប់គេងនេះណាចាគឺធំទលាយស្អាតពុកម៉ែបងប្អូនអាចរៀបចំចាដូចជាការរៀបចំតុទូសាឡុងអីផ្សេងនៅខាងក្នុងនេះគឺបានច្រើនដែរចាហើយពុកម៉ែបងប្អូនអាចមើលជាក់ស្ដែងហើយប្រភេទក្រែដែលនាងខ្ញុំថតនៅខាងមុខនេះគឺ1ម៉ែត្រ8ចាអញ្ចឹងវារៀងធំដែរប៉ុន្តែពេលដែលដាក់ក្រែហើយគឺនៅសល់ space ធំនៅចំហៀងនេះចាអញ្ចឹងពុកម៉ែបងប្អូនអាចរៀបចំបានច្រើនផ្សេងទៀតតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនតែម្ដងណាចាហើយនៅចំហៀងខាងនេះចាក៏អាចរៀបចំជាទូកៅអៅអីផ្សេងចឹងទៅចាហើយមានបង្អួចធំទលាយចាមានខ្យល់បរិយាកាសចេញចូលនៅក្នុងបន្ទប់គឺ fresh តែម្ដងចាអត់មានការហប់អត់មានការតានតឹងអីទេចាហើយជាពិសេសសម្រាប់ចំផ្ទាល់ដីនេះគឺមានកម្ពស់ខ្ពស់ស្រឡះតែម្ដងមានកម្ពស់រហូតដល់4ម៉ែត្រណាចាហើយខាងក្រោយនេះចាគឺបន្ទប់ទឹកធំទលាយចាសម្រាប់បន្ទប់ទឹកនេះណាអាចដាក់រៀបចំបានផ្សេងទៀតបើសិនជាពុកម៉ែបងប្អូនចង់ធ្វើជាអាងងូតទឹកអីផ្សេងណាចាអាចរៀបចំបានចាប៉ុន្តែបរិយគាត់បានរៀបចំប៉ុណ្ណឹងជូនចាព្រោះប្រភេទផ្ទះនេះចាមើលទៅរៀងសាមញ្ញប៉ុន្តែថ្លៃធ្នូណាពុកម៉ែបងប្អូនចាចូលមកគឺយើងអត់ញ៉ៃសាំញ៉ាំច្រើនហើយជាពិសេសនៅក្នុងផ្ទះគឺទលាយស្អាតចាទលាយស្អាតតែម្ដង
lỡ này cuộc đại xa dục mình hiện sạch đó cho tao tao mình nè mà sầm ad hiện thời tí cái này tại chốn chả liền cho tao mấy liền trầu chả cho tao vì hiện cái định tích mình ta ấy chả đại xa tại sạch mấy liền trầu chả hai thằng đấy cứ chả đẹp máy chả sầm đặt đẹp máy đấy cứ biết bằng uôi đại sục cho tranh ta hàng cao bàn chả điệp trong chưa bằng uôi chả đẹp máy đấy miên ở bộ vải rồi hồ tận đa chả pi mạch chả thằng cao dương lôi bàn pi mạch đó nè chả hơi chỉ biết xét cái miên vì bật bạc được hàng cao này ở miên lần tranh ta hàng cao ở tranh ta châu nông tè bạc dương này chả cứ sạch khăn mình tên đọc hệ tên này nè hai chấm hiên khăn này cứ miên thuê tranh ta hàng cao tè chả sầm rạp cao tè bạc dương cứ sao spec không từ lì đấy chả spec cao tè chả ai ôm mà tôi vô mà đặt hàng cao của ban xong rồi đẹp xinh để con mang ôn áp trao ra rồi có tục đại ai tục đại năng hàng cao bàn chả chẳng như số khăn mình tên tinhประเภทแต่vì là tô ni mùi nón chả nâng giờ tới tụm hôm te có đôi chia ca đẹp trăm nâng hàng không te bằng phong màu bốn cứ như luôn ca đẹp trăm chả chẳng dân mơ hàng crom đi chọc rưỡi róa chẳng tích tiết đến khi mình chun tụm mơ hàng lớp bàn tay đến khi xô mình chẹo ẩm pí chả đầm lái nâng phần màu xanh bị xe chun phong màu bốn thằng ácประเภทแต่vì là tối và các bướng bật tục kênh buôn bật tục tập pram ní tài mà đòn chè chẳng sầm raประเภทแต่ní thế ba xanh chia bậc mai bằng bốn chả chẳng bằng rầm lúaแต่ลายปิ้งcứ pram buôn mơn pram pon đờ la bậc mai bằng bốn nè chả ประเภทแต่vì là tốiขนาดนี้គឺ9buôn mơn pram pon đờ laสำหรับบậc mai bằng bốnได้กดบังรำลัวchả phần tayสำหรับการบังรำลัวบậc mai bằng bốn nângตัวบ้านการบรรจบดำไหลจับปี7ปอนด์ดอลลาร์โหดำมา14ปอนด์ดอลลาร์จ้ะมา14ปอนด์ดอลลาร์สำหรับการบังรำลัวบậc maiนะจ้ะหายจีพิเศษคือตัวบ้านในซัมเพลในขังขนมแต้มมวยจุ่มหนุนเตียดจ้ะแต่ตอนจุ่มมวยนั้นมีการทำจูนมาสันเดจีจ้ะตัวตะก้อตัวจักรานใบเลยกร้าวจ้ะนังตัวตั้งขังมกประตูตัวเยอะนี่มันชดพังได้จ้ะสำหรับเตะจนเด็กวัดติ้งประเภทแต่เวลาโตขนาดบุญกับตบเกงนี่จ้ะให้ชีพแซ่สำนักการสร้างซังจูนปกไม้บางคนคือมีการเรียบจำล้างดอยอัดมาไพ่ปกไม้นะประเภทแต่นี้คืออัดมาไพ่จ้ะตอนนี้จูนก้นเพียบจูนปกไม้บางคนต่างอักเนี่ยจ้ะกงวงยวงไว้ตามมาดองประเภทกำรงระบบบริเอกอำลักที่โฮมเนี่ยยมตายมาดองจ้ะต่ออะไรล้างตะขังเลยให้บัสเซนปกไม้บางคนมีจึงอะไรเซ็งเตี้ยแต่ต้องจมูกนั่งกำรงจ้ะไอ้ขมันโจทางกรามวิดีโอระบอบนิ่งยมจ้ะหรือก็คอมาเลยเทเลกราฟจะได้เป็นเล็กในทางเลยนี้จะแอดมาของใบทอกับบ้านได้แอดมาของใบตัวบ้านก็จะมีลำอัดเซ็งๆติดกับบ้านได้จะสำหรับประเทศจะหน่อยก็จังดังไป Google Map จ้ะตีตั้งจะแอดเทเลกราฟมาในเขียนหนุ่มก็ได้ก็จะมีจูนแต่ต้นจมูกนั้นตีตั้งจ้ะจังดูร้อนนะสำหรับประเทศจนสลายประเภทแต่เวลาโตขนาดนี้จ้ะอะไรนี่ที่ยังนิยายอัมพีกาโปรโมชั่นบังก็ได้จ้ะโอ้โหพวกมาเอาหนักเนี่ยประเภทนี้นะอาแต่จนแต่ก็มีลาตะเพียบบางประเด็นนะคือจุ่มนิ่งเลยจุ่มนิ่งตายมาดองจ้ะต่ออะไรเจอตะหางขนมจังสำหรับอาแต่จนได้กวาดบางประเด็นนะคือตัวบ้านดำลายพิเศษครั้งเหมือนแตนปกไม้จ้ะสำหรับอาแต่จนบางประเด็นคือมีการบรรจุดำลายโหดต่อดอลใบเมินนั่นแหละจ้ะการบรรจุดำลายคือโหดดอลใบเมินนั่นแหละจังรู้ร้อนสำหรับอาแต่จนเจอการบังประดันนะก่อนมีหลักตะเพียบบังประดันก่อนไอบังประดันบ้านหายจุ่มนังคลังเหมือนเต้นการบรรจุดำลายบ้านใบเมินนั่นแหละหายจากคือเมียนกาทำจูนซัมเปรตในคลองแตงมวยจุ่มหนุนเจี๊ยดโดยเจี๊ยมาเส้นตะเจี๊ยตูตะก้อมาเส้นบอกแอลตูจักรานใบเลือกราวมาชดนังตูตังมาชดปกไม้นะให้ฟรีจูนจุ่มมวยนั่งจากการดำเชิญในขังหมกเตะมีนส่วนไอ้มวยจุ่มเฮียงเตี้ยหายจีบแซกคือมีระบองปอดจุ่มวิ่งตายมาดองจ้ะหายเอาไว้ได้กันตายปีแซกปกไม้บางคนเดี๋ยวก็ติงเตะหายก็จังจะไหนเลยหายบานเตะกงวงยูของไว้ที่คืออัดมาไพ่สำหรับอะไรก็สร้างซังจูนปกไม้บางคนอักนี่คืออัดมาไพ่ตายมาดองนะจ้ะตอนนี้จูนตายมาดองสำหรับเตะจูนบางประดับคือนักซาตรำไต91000ปอนด์ดอลลาร์ตาเป็นนอกประเภทเตะนี่นะจากบ้านประเภทเตะได้รังม้วนจากธนียกลเพียบจีบแซ่ปมูสันการทำจุนบานชราจ้ะให้พวกไม้พวกในจับร้อมรูร้อนนะมาเมื่อตีตั้งจ้ะในกราวซาองสโนยังเตะจ้ะในกราวซาองสโนยังเตะจ้ะให้บัสันจีพวกไม้พวกจ้ะ
អត់ដឹងថាសាអង្គស្នូនៅណាចាជីកមកតាមវងមួយចំចៅក៏បានដែរចាជីតាមបណ្ដោយផ្លូវជាតិលេខ4យើងមកគួរសាបើចាដល់សាអង្គស្នូតែម្ដងចាដល់សាអង្គស្នូចាប់ពុកម៉ែបងប្អូនបាត់ខាងស្ដាំដៃចាចូលមកត្រង់មកបរិយនៅជាប់ផ្លូវរត់តែម្ដងចាផ្លូវកស៊ូផ្លូវកស៊ូយើងតែម្ដងចាបរិយជាប់ផ្លូវកស៊ូចាហើយសម្រាប់បរិយគឺមានទំហំធំខ្លាំងមែនទែនចាគឺរហូតដល់100ហិកតាណោះចា100ហិកតាសម្រាប់បរិយចាហើយតិចទៀតនេះខ្ញុំឲ្យមើលខាងបរិវេណខាងក្រៅបរិយដែលគាត់កំពុងតែសាងសង់ណាចាសម្រាប់បរិយទាំងមូលតែម្ដងសម្រាប់អតិថិជនដែលគាត់ទិញហើយគាត់អត់ចង់ចំណាយពេលទៅខាងក្រៅទៅសាឆ្ងាយចាចង់ទៅហាត់ប្រាណឆ្ងាយអត់ចង់ទៅទេចង់រកកន្លែងហាត់ប្រាណចិត្តហើយអ្នកខ្លះគាត់ទិញហើយគាត់ចង់មានកន្លែង picnic ញ៉ាំអីជុំគ្រួសារកន្លែង romantic ចាកន្លែងអីផ្សេងចឹងទៅចាពុកម៉ែបងប្អូនជ្រើសរើសប្រភេទបរិយ XM Lucky Home អត់ខកបំណងទេណាចាព្រោះដោយសារតែនៅក្នុងបរិយទាំងមូលតែម្ដងចាគឺមានការសាងសង់ចាជាផ្សារទំនើបផ្សារបោះដុំចាសួនច្បារសាលារៀននិងមន្ទីរពេទ្យនៅខាងក្នុងបរិយជាពិសេសគឺមានអាងហាលទឹកក្លឹបហាត់ប្រាណចារួមជាមួយនឹងចាសួនទឹកជូនពុកម៉ែបងប្អូនទាំងអស់គ្នាកំសាន្តផងដែរចាហើយបើសិនជាពុកម៉ែបងប្អូនចង់កំសាន្តបែបលក្ខណៈដូចថាមានឆ្នេរមានអីណាចាគឺល្អខ្លាំងមែនតើព្រោះបរិយក៏កំពុងតែធ្វើការរៀបចំចាជាតំបន់ឆ្នេរនៅក្នុងទឹកដីរបស់បរិយតែម្ដងដើម្បីឲ្យពុកម៉ែបងប្អូនបានលេងទឹកលេងកំសាន្តនៅខាងក្នុងបរិយតែម្ដងចាអញ្ចឹងទិញផ្ទះនៅនេះហើយចាអត់ចាំបាច់ទៅឆ្ងាយទៅកំសាន្តណាឆ្ងាយទេបើសិនជាពុកម៉ែបងប្អូនគាត់អត់ចង់ចូលទៅកណ្ដាលក្រុងអីកោះពេជ្រអីចឹងខ្លាចផ្ទះខ្លាចអីចាទិញផ្ទះនៅនេះហើយកំសាន្តនៅក្នុងបរិយយើងតែម្ដងសម្រាប់បរិយនេះថ្ងៃអនាគតទៅចាមិនមែនពុកម៉ែបងប្អូនដែលគាត់ទិញហើយគាត់គ្នាគាត់នៅក្នុងបរិយកំសាន្តតែគ្នាគាត់ទេចាគឺមានអតិថិជននិងមានប្រជាពលរដ្ឋនៅខាងក្រៅបរិយគាត់តែងតែមកកំសាន្តនៅក្នុងបរិយយើងតែម្ដងចាព្រោះដោយសារក្នុងបរិយយើងគឺមានច្រើនខ្លាំងមែនទែនចាសម្រាប់ការតាក់ទាញចំណាប់អារម្មណ៍ចាប្រជាពលរដ្ឋមិនថានៅជុំវិញបរិយនៅក្នុងពេញឬក៏នៅតាមខេត្តទេគឺនឹងអញ្ជើញមកលេងនៅខាងក្នុងបរិយយើងតែម្ដងចាសម្រាប់អតិថិជនដែលគាត់ចានៅខាងស្រុកក្រៅណាចាគឺធានាជូនតែម្ដងអតិថិជនប្រកាសជាស្រឡាញ់ចាតាក់ទងជាមួយគម្រោងរបស់បរិយ XM Lucky Home នេះតែម្ដងចាធានាជូនតែម្ដងសម្រាប់អតិថិជននៅក្រៅប្រទេសណាចាសម្រាប់អតិថិជនដែលនៅក្រៅប្រទេសចាឲ្យតែមានអត្តសញ្ញាណប័ណ្ណប្រជាជនជាតិខ្មែរគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចជ្រើសរើសការទិញផ្ទះនៅក្នុងបរិយ XM Lucky Home នេះបានតែម្ដងចាអញ្ចឹងពុកម៉ែបងប្អូនអាចមើលបានណាចាឥឡូវនេះខ្ញុំកំពុងតែឈរនៅពីលើផ្ទះគំរូដែលនេះខ្ញុំបង្ហាញមិញហ្នឹងចាហើយពុកម៉ែបងប្អូនអាចស្លឹងមើលទៅខាងមុខទៅចាគឺមានការសាងសង់បានច្រើនខ្លាំងមែនតើចាតាក់ទងជាមួយនឹងគម្រោងផ្ទះដែលបរិយបានសាងសង់ឡើងចាហើយខាងមុខនេះគឺជាសួននិងផ្សារចាសម្រាប់ផ្សារក៏មានជាលក្ខណៈដូចផ្សារ TK អញ្ចឹងគឺមាន shop តូចៗចាសម្រាប់អតិថិជនគាត់ជួលដែលគាត់ចង់លក់ដូរអីផ្សេងៗអញ្ចឹងគឺលក្ខណៈដូចថាfresh តែម្ដងចាស្អាតហើយជាពិសេសក៏ showroom អីយើងនៅនឹងដែរហាងកាហ្វេbrand ក៏នៅក្នុងនឹងដែរចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចាអត់តន់សម្រាប់ចិត្តថាទិញទេតែគាត់ចង់មកមើលសិនចាអាចជ្រើសរើសបានណាអាចអញ្ជើញមកមើលតាមការបង្ហាញរបស់នាងខ្ញុំបានហើយកុំភ្លេចណាពុកម៉ែបងប្អូនដែលគាត់បានមើលការ live នាងខ្ញុំហើយកុំភ្លេច screenshot page របស់នាងខ្ញុំដើម្បីចាអញ្ជើញមកមើលទីតាំងនិងប្រាប់ទៅថានិយាយទៅគាត់តែប្រាប់ថាវីដេអូដែលពុកម៉ែបងប្អូនបានមើលហ្នឹងគឺវីដេអូរបស់ Live អៀងចា page ឬក៏ channel របស់នាងខ្ញុំតែម្ដងចា add ទុកឲ្យចាហើយកុំភ្លេចណាតេតងមកនាងខ្ញុំផងបើសិនជាពុកម៉ែបងប្អូនបានអញ្ជើញមកមើលណាចាកុំភ្លេចចាកុំដាច់ចិត្តអូយអាងតែស្គាល់ហើយក៏អញ្ជើញមកមើលតែខ្លួនឯងតាចាអត់ទេព្រោះដោយសារតែបើសិនជាពុកម៉ែបងប្អូនអញ្ជើញមកមើលដោយខលមកតាមរយៈនាងខ្ញុំចាខាងក្រុមហ៊ុនគាត់មានការលើកទឹកចិត្តចឹងណាធម្មតាទេបងប្អូនអើយបុគ្គលិកមិនបានអីទេបានតែប្រាក់ខែហ្នឹងតែសំខាន់បើសិនជាពុកម៉ែបងប្អូនបានអញ្ជើញមកមើលទីតាំងគឺនាងខ្ញុំបានតិចតួចអីថែមអញ្ចឹងណាចាអរគុណទុកជាមុនណាសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានសន្តានចិត្តល្អចាអញ្ជើញមកមើលទីតាំងគឺអត់ភ្លេចនាងខ្ញុំចាអរគុណខ្លាំងមែនតើតោះឥឡូវយើងចុះទៅខាងក្រោមវិញតែម្ដង